សូមស្វាគមន៍បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel គឺរឿងរ៉ាវដ៏អស្ចារ្យគឺដែលនឹងនាំមកជូននៅរឿងរ៉ាវប្លែកនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនមុននឹងចាប់ផ្ដើមសូមកុំភ្លេចសរសេរសាឡាវ៉ាតនៅក្នុងប្រអប់ Comment ដើម្បីឲ្យយើងទទួលបានការអន្តរាគមន៍ពីព្រះជាម្ចាស់នៅថ្ងៃអវសានសូមចុចប៊ូតុង Subscribe ផងដែរដើម្បីកុំឲ្យបងប្អូនខកខានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនៅជ្រុងមួយនៃផ្សារធំភ្នំពេញកម្ដៅថ្ងៃពេលព្រឹកចាំងចំគ្មានមេត្តាផ្សែងនំគូឆាយនិងក្លិនកាហ្វេពីតូបតូចលីលំនឹងធូលីដេហុយត្រឡោមរាល់ពេលរថយន្តតាក់ស៊ីឆ្លងកាត់នៅកណ្ដាលហ្វូងមនុស្សនោះយាយចាស់ម្នាក់ដើរយឺតដោយអូសរទេសឈើសាមញ្ញមួយនៅលើទេសរបស់គាត់ដបទឹកបរិសុទ្ធទេត្រូវបានរៀបចំយ៉ាងស្អាតខ្លះឆ្លុះបញ្ចាំងក្រោមពន្លឺថ្ងៃយាយនោះឈ្មោះយាយសារីអាយុ68ឆ្នាំមុខគាត់ជ្រីវជ្រួញប៉ុន្តែភ្នែកគាត់ពោពេញដោយកម្លាំងចិត្តរាល់ថ្ងៃគាត់ដើរជុំវិញផ្សារលក់ទឹកដបក្នុងតម្លៃ2,000 រៀលក្នុងមួយដបលុយនោះល្មមសម្រាប់ទិញអង្ករនិងម្ហូបបន្តិចបន្តួចក៏ដូចជាជួយចៅរបស់គាត់ដែលកំពុងរៀនសូត្រយាយសារីមិនមែនជាមនុស្សចម្លែកនៅផ្សារនេះទេអាជីវករស្គាល់គាត់ថាជាមនុស្សរស់រាយរាក់ទាក់ប៉ុន្តែស្ងៀមស្ងាត់គាត់កម្រិតត្អូញត្អែណាស់ទោះបីជើងគាត់ច្រើនតែឈឺរឹងបន្ទាប់ពីដើរជាច្រើនម៉ោងក៏ដោយវាលៀបត្រូវតែរកកូនឲ្យគឺគាត់ធ្លាប់និយាយទៅកាន់អ្នកលក់បន្លែម្នាក់ដែលបានអញជើងគាត់អង្គុយខាងក្រោយស្នាមញឹមរបស់គាត់មានបន្ទុកជីវិតដែលគាត់លាក់បាំងយ៉ាងជិតស្និទ្ធប្តីរបស់គាត់បានលាចាកលោកទៅហើយកូនរបស់គាត់បានទៅណាក៏មិនដឹងដោយបន្សល់ទុកគាត់ជាមួយចៅតែម្នាក់គត់នៅម្ខាងទៀតនៃផ្សារប៉ូលីសវ័យ35ឆ្នាំម្នាក់ឈ្មោះកឹមបុប្ផាដើរដោយជំហានអំនួតឯកសណ្ឋានរបស់គាត់ស្អាតបាតប៉ុន្តែភ្នែករបស់គាត់ពោពេញដោយភាពក្រអឺតក្រទុំលោកកឹមបុប្ផាត្រូវបានគេស្គាល់ក្នុងចំណោមអាជីវករថាជាម្ចាស់ដីផ្សារគាត់តែងតែទារលុយសន្តិសុខពីអាជីវករតូចតាចរួមទាំងយាយសារីផងដែរបើចង់លក់ដោយសុវត្ថិភាពត្រូវបង់លុយគាត់ធ្លាប់និយាយដោយសំឡេងគំរាមលោកកឹមបុប្ផាមិនមែនជាមនុស្សអាក្រក់ពីកំណើតទេប៉ុន្តែអំណាចនៃឯកសណ្ឋាននិងទម្លាប់អាក្រក់នៅក្នុងបរិស្ថានរបស់គាត់បានផ្លាស់ប្ដូរគាត់ទៅជាមនុស្សដែលរំលោភបំពានអំណាចព្រឹកនោះនៅកណ្ដាលហ្វូងមនុស្សនារីវ័យ29ឆ្នាំម្នាក់ដើរដោយជំហានរឹងមាំទៅកាន់តូបលក់អាហារនៅចុងផ្សារនាងឈ្មោះវណ្ណារីកែវមុនីជាមន្ត្រីកងយោធពលខេមរភូមិន្ទដែលកំពុងឈប់សម្រាកបន្ទាប់ពីបំពេញបេសកកម្មនៅតំបន់ព្រំដែនកែវមុនីកើតនៅភ្នំពេញមានមុខមាំប៉ុន្តែចិត្តល្អជាមួយនឹងសក់ខ្លីដែលលាក់យ៉ាងស្អាតនៅក្រោមមុខរបស់នាងមិនមែនជាប្រភេទមនុស្សដែលចូលចិត្តបង្អួតទេប៉ុន្តែវត្តមានរបស់នាងតែងតែទាក់ទាញចំណាប់អារម្មណ៍ដោយសារកាយសម្ភាររឹងមាំនិងភ្នែកដែលពោពេញដោយទំនុកចិត្តវណ្ណារីកែវមុនីត្រឡប់មកភ្នំពេញវិញដើម្បីជួបក្រុមគ្រួសាររបស់នាងប៉ុន្តែនាងតែងតែឈប់នៅផ្សារធំភ្នំពេញដែលជាកន្លែងដែលនាងធ្លាប់ជួយម្ដាយរបស់នាងលក់ដូរនៅពេលនាងនៅក្មេងសម្រាប់កែវមុនីផ្សារនេះគឺជាផ្ទះទី2របស់នាងពោពេញទៅដោយអនុស្សាវរីយ៍និងរឿងរ៉ាវថ្ងៃនោះយាយសារីកំពុងរុញរទេះរបស់គាត់ដោយលំបាកគាត់មិនដឹងថាជំហានរបស់គាត់នឹងនាំគាត់ទៅរកព្រឹត្តិការណ៍ដែលផ្លាស់ប្ដូរជីវិតរបស់គាត់នោះទេពីចម្ងាយលោកកឹមបុប្ផាសម្លឹងមើលរទេះរបស់យាយសារីដោយស្នាមញឹមលាក់ពុតចំណែកឯវណ្ណារីកែវមុនីដែលកំពុងផឹកកាហ្វេនៅក្នុងតូបដោយមិនដឹងខ្លួននឹងត្រូវអូសទាញចូលទៅក្នុងរង្វង់ជម្លោះផ្សារធំភ្នំពេញជាមួយនឹងភាពអ៊ូអរទាំងអស់ត្រៀមខ្លួនជាសាក្សីនៃរឿងរ៉ាវអំពីភាពក្លាហាននិងយុត្តិធម៌ថ្ងៃរះកាន់តែខ្ពស់នៅផ្សារធំភ្នំពេញធ្វើឲ្យញើសស្រក់ពីថ្ងាសរបស់យាយសារីគាត់ឈប់មួយផ្លែតនៅក្បែរតូបលក់ផ្លែឈើដើម្បីដកដង្ហើមដៃជ្រីវជ្រួញរបស់គាត់ជូតមុខដោយចុងក្រណាត់ដែលរុំចង្កេះរទេះរបស់គាត់ពេញដោយដបទឹកបរិសុទ្ធឈប់អៀងនៅខាងផ្លូវធ្នង់មកយាយសម្រាកសិនទៅលោកយាយនេះអ្នកលក់ស្វាយនៅក្បែរនោះស្រែកហៅខណៈពេលដែលអស់រែងតែផ្អែមមួយកែវយាយសារីគ្រាន់តែញឹមបន្តិចហើយងក់ក្បាលធ្នមក៏ចាំបន្តិចទៅកូននេះមិនទាន់លក់បានច្រើនទេគាត់ឆ្លើយដោយសំឡេងតិចស្ទើរតែលេចបាត់បង់នៅក្នុងសំឡេងអ្នកលក់ត្រីពីចម្ងាយរំពេចនោះសំឡេងបោះជំហានដ៏ធ្ងន់នៃស្បែកជើងស្បែកបានបន្លឺឡើងកាន់តែជិតយាយសារីងាកមើលហើយបេះដូងលោតញាប់លោកកឹមបុប្ផាឈរនៅពីមុខគាត់ដៃដាក់ទ្រូងឯកសណ្ឋានរបស់គាត់មានញើសបន្តិចនៅត្រង់ក្លៀកយូរហើយមិនបានជួបគ្នាយាយគាត់និយាយដោយសំឡេងស្រួចមាត់របស់គាត់កំពុងទំពាស្ករកៅស៊ូយាយសារីអានក្បាលដៃរបស់គាត់ញ័រកាន់រទេះគាត់ដឹងថានឹងមានអ្វីកើតឡើងក៏ខ្ញុំបានបង់លុយសប្តាហ៍មុនហើយលោកប៉ូលីសគាត់ខ្សឹបតិចស្ទើរតែអង្វរកឹមបុប្ផាសាច់តិចសំឡេងរបស់គាត់ពោពេញដោយការចំអកក៏សប្តាហ៍មុនជាប្រវត្តិសាស្ត្រហើយយាយបើចង់លក់នៅទីនេះយាយដឹងច្បាប់ហើយ50,000 រៀលឥឡូវនេះគូសំឡេងរបស់គាត់មើងម៉ាត់ប៉ុន្តែភ្នែករបស់គាត់ភ្លឺភ្លេកដោយភាពលោភលន់យាយសារីស្លេកស្លាំង50,000 រៀលគឺជាប្រាក់ចំណូលរបស់គាត់រយៈពេល3ថ្ងៃលុយដែលគាត់ទុកសម្រាប់ទិញថ្នាំឲ្យចៅរបស់គាត់ដែលកំពុងក្តៅខ្លួនគឺលោកប៉ូលីសខ្ញុំគ្មានលុយច្រើននោះទេឥឡូវនេះគឺគាត់និយាយសំឡេងរបស់គាត់ញ័រសូមមេត្តាផងលោកប៉ូលីសអាណិតខ្ញុំផង
កឹមបុប្ផាដើរកាន់តែជិតដៃរបស់គាត់ភ្លាមក៏ចាប់យកដបទឹកមួយពីលើទេហើយបោះវាទៅដីដបនោះបែកទឹកហូរប្រឡាក់ធូលីក៏គុំលេងសើចជាមួយខ្ញុំយាយគាត់ស្រែកសំឡេងរបស់គាត់ល្មមឲ្យអាជីវករនៅជុំវិញងាកមើលយាយសារីថយក្រោយមួយជំហានភ្នែកគាត់ស្រក់ទឹកភ្នែកទៅលោកប៉ូលីសកុំនោះជាលៀបរបស់ខ្ញុំក៏គាត់អង្វរប៉ុន្តែកឹមបុប្ផាគ្រាន់តែញឹមគាត់លូកដៃទាលុយដែលយាយសារីមិនអាចឲ្យបាននៅជ្រុងខាងទៀតនៃផ្សារវណ្ណារីកែវមុនីដែលនៅតែអង្គុយនៅក្នុងតូបកាហ្វេបានងាកមើលទៅរកកន្លែងដែលមានភាពច្របូកច្របល់ភ្នែករបស់នាងបានប្រែជាតូចចំណែកដៃដែលកាន់កែវកាហ្វេបានឈប់នៅនឹងអាកាសពីចម្ងាយនាងបានឃើញរូបរាងរបស់យាយសារីដែលកំពុងញ័រនឹងកឹមបុប្ផាដែលឈរគំរាមកំហែងវណ្ណារីកែវមុនីមិនបានធ្វើចលនាភ្លាមទេនាងសង្កេតមើលប៉ុន្តែចង្វាក់បេះដូងរបស់នាងចាប់ផ្ដើមលោតញាប់នាងស្គាល់យាយសារីដែលជាយាយម្នាក់ដែលធ្លាប់ឲ្យទឹកដោយឥតគិតថ្លៃនៅពេលនាងនៅក្មេងកាលដែលម្ដាយរបស់នាងនៅតែលក់ដូរនៅផ្សារនេះមានអ្វីមួយនៅក្នុងទ្រូងរបស់នាងដែលកំពុងពុះកញ្ជ្រោលប៉ុន្តែនាងបានទប់ចិត្តខ្លួនឯងរងចាំមើលថាតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀតកឹមបុប្ផាដែលមិនបានដឹងពីក្រសែភ្នែកដ៏មុតស្រួចរបស់វណ្ណារីកែវមុនីបានគំរាមម្ដងទៀតបើមិនបងឥឡូវនេះខ្ញុំនឹងរឹបអូសទេសនេះគាត់និយាយខណៈដៃរបស់គាត់បានចាប់យកចំណុចទាញរទេះរបស់យាយសារីរួចទៅហើយយាយចាស់នោះយំតិចដៃរបស់គាត់បានព្យាយាមទប់រទេះប៉ុន្តែកម្លាំងរបស់គាត់មិនអាចប្រៀបផ្ទឹមបានទេជាសូមមេត្តាផងលោកប៉ូលីសនេះជាទ្រព្យតែមួយគត់ដែលខ្ញុំមានគាត់ស្រែកយំសំឡេងរបស់គាត់ពោពេញដោយភាពអស់សង្ឃឹមអាជីវករនៅជុំវិញបានត្រឹមតែសម្លឹងមើលដោយទឹកមុខព្រួយបារម្ភមិនហ៊ានចូលលូកលាន់នៅពេលនោះវណ្ណារីកែវមុនីបានដាក់កែវកាហ្វេរបស់នាងចុះដោយចលនាយឺតប៉ុន្តែមើងម៉ាត់នាងក្រោកឈរដកដង្ហើមវែងហើយដើរឆ្ពោះទៅរកហ្វូងមនុស្សជំហានរបស់នាងស្ងប់ស្ងាត់ប៉ុន្តែមានភ្លើងនៅក្នុងភ្នែករបស់នាងផ្សារធំភ្នំពេញដែលពីមុនមានសម្លេងរំខានហាក់ដូចជាស្ងប់ស្ងាត់ទៅវិញដោយខ្លួនឯងត្រៀមខ្លួនជាសាក្សីនៃអ្វីដែលនឹងកើតឡើងនៅពេលដែលភាពក្លាហានជួបជាមួយនឹងភាពក្រអឺតក្រទមធូលីដីនៅផ្សារធំភ្នំពេញហាក់ដូចជាបានផ្អាកនៅនឹងអាកាសនៅពេលដែលកញ្ញាវណ្ណារីកែវមុនីដើរទៅជិតហ្វូងមនុស្សជំហានរបស់នាងមើងម៉ាត់ប៉ុន្តែមិនប្រញាប់ប្រញាល់ដូចជាខ្លាមួយក្បាលដែលកំពុងសម្លឹងមើលមុននឹងស្ទុះទៅចាប់យាយសារីនៅតែកាន់រទេះរបស់គាត់យ៉ាងណែនទឹកភ្នែកហូរលើថ្ពាល់ជ្រីវជ្រួញរបស់គាត់រីឯលោកកឹមបុប្ផាដោយដាក់ដៃនៅត្រគាកសម្លឹងមើលយាយនោះដោយភាពក្រអឺតក្រទមដែលមិនលាក់បាំងបរិយាកាសផ្សារបានស្ងប់ស្ងាត់មានតែសម្លេងដកដង្ហើមរបស់អាជីវករនិងសម្លេងរថយន្តតាក់ស៊ីពីចម្ងាយប៉ុណ្ណោះដែលឮតើមានអ្វីកើតឡើងនៅទីនេះវណ្ណារីសួរសម្លេងរបស់នាងស្ងប់ស្ងាត់ប៉ុន្តែមានទម្ងន់ដែលធ្វើឲ្យលោកកឹមបុប្ផាងាកមើលភ្នែករបស់គាត់ប្រែជាតូចរង្វាស់រាងកាយរបស់នារីនៅពីមុខគាត់ដែលពាក់អាវយឺតធម្មតានិងមួកប៉ុន្តែមានអារម្មណ៍នៃអំណាចដែលពិបាកនឹងមើលរំលងនេះមិនមែនជារឿងរបស់ឯងទេកឹមបុប្ផាតបវិញយ៉ាងក្លឿនដៃរបស់គាត់នៅតែកាន់រទេះរបស់យាយសារីត្រឡប់ទៅកន្លែងឯងវិញទៅឬក៏ឯងនឹងមានបញ្ហាយាយសារីងាកមើលទៅវណ្ណារីភ្នែករបស់គាត់ពោពេញដោយក្តីសង្ឃឹមលាយឡំជាមួយការភ័យខ្លាចកុំអីកូនទុកគាត់ទៅគាត់ខ្សឹបសម្លេងរបស់គាត់ញ័រគាត់ដឹងច្បាស់ពីផលវិបាកប្រសិនបើមាននរណាម្នាក់ប្រឆាំងនឹងកឹមបុប្ផាអាជីវករផ្សេងទៀតធ្លាប់ត្រូវបានបណ្ដេញចេញពីផ្សារត្រឹមតែដោយសារតែហ៊ានជំទាស់ប៉ុន្តែវណ្ណារីមិនបានថយក្រោយទេនាងដើរកាន់តែជិតឈរនៅចន្លោះយាយសារីនិងកឹមបុប្ផាដៃរបស់នាងដាក់នៅក្បែរដងខ្លួនប៉ុន្តែភ្នែករបស់នាងមុតស្រួចដូចកាំបិតខ្ញុំសួរម្ដងទៀតខវណ្ណារីនិយាយសម្លេងរបស់នាងនៅតែទប់ស្កាត់ប៉ុន្តែឥឡូវនេះមានសម្លេងត្រជាក់នៅក្នុងនោះក៏ហេតុអ្វីបានជាលោកគំរាមយាយនេះកឹមបុប្ផាសាច់តិចប៉ុន្តែមានភាពតានតឹងនៅលើមុខរបស់គាត់មិនធ្លាប់ត្រូវបានគេទោសទេជាពិសេសនៅចំពោះមុខហ្វូងអាជីវករដែលឥឡូវនេះចាប់ផ្ដើមខ្សឹបខ្សៀវក្អែងជាអ្នកណាហ៊ាននិយាយជាមួយប៉ូលីសនេះជារឿងសន្តិសុខផ្សារយាយនេះមិនបងថ្លៃទេដូច្នេះរទេះរបស់គាត់ត្រូវរឹបអូសច្បាប់យកទេវណ្ណារីបែរភ្នែកទៅរកយាយសារីដែលឥឡូវនេះកំពុងអន់ក្បាលដៃរបស់គាត់កាន់ក្រណាត់នៅចង្កេះយ៉ាងណែនយាយតើពិតមែនទេដែលលោកនេះទារថ្លៃវណ្ណារីសួរដោយថ្នមយាយសារីស្ទាក់ស្ទើរហើយបន្ទាប់មកក្បាលថ្នមដល់50រៀលកូនប៉ុន្តែខ្ញុំគ្មានទេសប្តាហ៍មុនបានបងហើយគាត់និយាយសម្លេងរបស់គាត់ស្ទើរតែបាត់ទៅហើយវណ្ណារីងាកទៅរកកឹមបុប្ផាវិញចិញ្ចើមរបស់នាងលើកឡើងថា50រៀលសម្រាប់អ្វីសន្តិសុខពីអ្នកណាបើលោកខ្លួនឯងដែលធ្វើឲ្យអាជីវករភ័យខ្លាចប្រយោគនោះដូចជាភ្លេចបន្ទោនៅពេលថ្ងៃត្រង់អាជីវករខ្លះភ្ញាក់ផ្អើលខ្លះទប់ដង្ហើមខ្លះទៀតខ្សឹបតិចកឹមបុប្ផាឡើងក្រហមអំនួតរបស់គាត់ត្រូវបានប៉ះពង្គិចឯងរកបញ្ហាហើយមែនទេគាត់ស្រែកដើរទៅមុខរហូតដល់ចម្ងាយរបស់គាត់ជាមួយវណ្ណារីនៅសល់តែ1ម៉ែត្រគឺខ្ញុំជាប៉ូលីសដឹងខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះប៉ុន្តែវណ្ណារីមិនរើទេនាងសម្លឹងមើលកឹមបុប្ផាដោយក្រសែភ្នែកដែលធ្វើឲ្យបុរសនោះមួយភ្លែតមានអារម្មណ៍តូចចិត្តព
ប៉ូលីសគួរតែការពារមិនមែនកេងប្រវ័ញ្ចទេគីវណ្ណារីនិយាយសម្លេងរបស់នាងពោពេញដោយទំនុកចិត្តតើលោកភ្លេចពាក្យសម្បទេភាពតានតឹងបានឈានដល់ចំណុចកំពូលនៅពេលដែលកឹមបុប្ផាដែលបាត់បង់ការអត់ធ្មត់បានរុញរទេះរបស់យាយសារីយ៉ាងខ្លាំងរហូតដល់រទេះនោះផ្អៀងហើយដបទឹកខ្លះធ្លាក់បែកនៅលើដីយាយសារីស្រែកតិចលុតជង្គង់ដើម្បីប្រមូលដបដែលនៅសល់គឺនោះជាលៀបរបស់ខ្ញុំលោកប៉ូលីសគាត់យំទាំងអស់សង្ឃឹមវណ្ណារីភ្លាមក៏លុតជង្គង់នៅក្បែរយាយសារីដៃរបស់នាងចាប់ស្មារបស់យាយនោះថ្នមកុំបារម្ភអីយាយខ្ញុំនៅទីនេះនាងខ្សឹបប៉ុន្តែភ្នែករបស់នាងមិនបានងាកចេញពីកឹមបុប្ផាឡើយអាជីវករចាប់ផ្ដើមប្រមូលផ្ដុំគ្នាកាន់តែជិតខ្លះហ៊ានខ្សឹបជំទាស់កឹមបុប្ផាប៉ុន្តែភាគច្រើននៅតែភ័យខ្លាចលោកយាយនេះអ្នកលក់ស្វាយបានដើរទៅមុខប៉ុន្តែគ្រាន់តែហ៊ាននិយាយថាយឺតឈប់ទៅលោកកឹមបុប្ផាអាណិតយាយសារីគាត់គ្មានអ្វីសោះកឹមបុប្ផាមិនអើពើថែមទាំងចង្អុលទៅវណ្ណារីទៀតផងឯងគិតថាឯងជាវីរៈបុរសស្អែកនេះឯងនឹងមិនអាចដើរនៅផ្សារនេះទៀតទេគាត់គំរាមវណ្ណារីងើបឈរត្រង់មុខកឹមបុប្ផានៅទ្រូងរបស់នាងមានអារម្មណ៍នៃការតស៊ូរវាងកំហឹងដែលឃើញអំពើអយុត្តិធម៌និងការទទួលខុសត្រូវក្នុងការរក្សាភាពស្ងប់ស្ងាត់ក្នុងនាមជាទាហានប៉ុន្តែរឿងមួយច្បាស់ណាស់នាងនឹងមិនអនុញ្ញាតឲ្យគេជន់ឈ្លីនោះទេយើងនឹងមើលថាអ្នកណាដែលនៅតែអាចដើរបាននៅថ្ងៃស្អែកក៏វណ្ណារីឆ្លើយសំឡេងរបស់នាងទាបប៉ុន្តែពោពេញដោយការតាំងចិត្តផ្សារធំភ្នំពេញដែលពីមុនគ្រាន់តែជាឆាកនៃទម្លាប់ឥឡូវនេះបានក្លាយជាសង្វៀនដែលភាពក្លាហាននិងភាពក្រអឺតក្រទមបានប្រឈមមុខគ្នាខ្យល់នៅផ្សារធំភ្នំពេញហាក់ដូចជាធ្ងន់ណាស់ពេលវេលាបានយឺតហ្វូងអាជីវករបានបង្កើតជារង្វង់រលុងភ្នែករបស់ពួកគេបានបដូរពីយាយសារីដែលនៅតែលុតជង្គង់ក្បែររទេះរបស់គាត់ទៅកាន់កញ្ញាវណ្ណារីកែវមុនីដែលឈរត្រង់នឹងលោកកឹមបុប្ផាដែលមុខក្រហមដោយកំហឹងកំទេចដបទឹកនៅលើដីភ្លឺចាំងក្រោមពន្លឺថ្ងៃដូចជាសាក្សីស្ងៀមស្ងាត់នៃភាពក្រអឺតក្រទមដែលហួសហេតុពេកសំឡេងយំខ្សឹកខ្សួលរបស់យាយសារីបានបំបែកភាពស្ងប់ស្ងាត់ប៉ុន្តែក្រសែភ្នែករបស់វណ្ណារីពោពេញដោយការតាំងចិត្តដូចជាព្យុះដែលត្រៀមខ្លួនវាយប្រហារឯងគិតថាឯងជាអ្នកណាហ៊ានទាស់ជាមួយខ្ញុំកឹមបុប្ផាស្រែកសំឡេងរបស់គាត់បន្លឺឡើងប៉ុន្តែមានរំញ័រតិចដែលក្បត់ទំនុកចិត្តរបស់គាត់ដើរទៅមុខដៃរបស់គាត់លើកឡើងហាក់ដូចជាចង់រុញវណ្ណារីប៉ុន្តែមុនពេលដៃរបស់គាត់ប៉ះវណ្ណារីបានចាប់ក្តាយកឹមបុប្ផាយ៉ាងលឿនចលនារបស់នាងរហ័សរហួននិងមានការហ្វឹកហ្វឺនយ៉ាងល្អកុំព្យាយាមកវណ្ណារីនិយាយសំឡេងរបស់នាងទាបប៉ុន្តែពោពេញដោយអំណាចដែលធ្វើឲ្យកឹមបុប្ផាថយក្រោយហ្វូងមនុស្សភ្ញាក់ផ្អើលអាជីវករខ្លះបិទមាត់មិនជឿនឹងអ្វីដែលពួកគេកំពុងឃើញកឹមបុប្ផាដែលអំនួតរបស់គាត់ត្រូវបានបំពានមិនអាចទទួលយកបានទេដោយកំហឹងគាត់ព្យាយាមវាយប្រហារម្ដងទៀតលើកនេះវាយដៃទៅរកវណ្ណារីប៉ុន្តែក្នុងនាមជាទាហានដែលបានហ្វឹកហ្វឺនវណ្ណារីបានគេចខ្លួនយ៉ាងងាយស្រួលបន្ទាប់មកដោយចលនារហ័សនាងបានបង្វិលខ្លួនកឹមបុប្ផាចាប់ដៃរបស់គាត់ទៅខាងក្រោយខ្នងមួយរំពេចកឹមបុប្ផាបានដួលទៅលើដីធូលីដីហុយត្រឡោមឯកសណ្ឋានរបស់គាត់ប្រឡាក់ខ្ញុំបានប្រាប់ឲ្យឈប់វណ្ណារីស្រែកសំឡេងរបស់នាងឥឡូវនេះខ្លាំងបន្លឺពេញផ្សារនាងមិនបានវាយកឹមបុប្ផាទេប៉ុន្តែកម្លាំងនិងភាពម៉ឺងម៉ាត់របស់នាងបានធ្វើឲ្យបុរសនោះអស់កម្លាំងដូចក្មេងតូចម្នាក់ដែលបាត់បង់ភាពក្លាហានយាយសារីដែលនៅតែញ័រគាត់សម្លឹងមើលដោយភ្នែកស្រក់ទឹកភ្នែកកូនឈប់ទៅកុំឲ្យកូនមានគ្រោះថ្នាក់យឺសំឡេងរបស់គាត់ពោពេញដោយការភ័យខ្លាចប៉ុន្តែវណ្ណារីគ្រាន់តែងាកមើលបន្តិចញឹមតិចដែលធ្វើឲ្យស្ងប់អារម្មណ៍នេះត្រូវតែរៀននាងនិយាយថ្នមមុននឹងងាកទៅមើលកឹមបុប្ផាវិញដែលឥឡូវនេះកំពុងព្យាយាមក្រោកឈរជាមួយនឹងដង្ហើមហត់អាជីវករដែលពីមុនស្ងៀមស្ងាត់ចាប់ផ្ដើមហ៊ាននិយាយគាត់ធ្វើបែបនេះយូរហើយប្អូនគាត់គៀបសង្កត់ពួកយើងរាល់សប្ដាហ៍លោកយាយនេះអ្នកលក់ស្វាយស្រែកសំឡេងរបស់គាត់ពោពេញដោយភាពក្លាហានដែលទើបនឹងកើតឡើងអាជីវករផ្សេងទៀតងក់ក្បាលខ្លះថែមទាំងដើរទៅមុខបង្ហាញពីសាមគ្គីភាពទៀតផងកឹមបុប្ផាដែលឥឡូវនេះឈរដោយទឹកមុខស្លេកស្លាំងបានដឹងថាគាត់លែងត្រូវបានគេខ្លាចទៀតហើយក្រសែភ្នែករបស់គាត់បានបដូរពីវណ្ណារីទៅរកហ្វូងមនុស្សហើយជាលើកដំបូងគាត់មានអារម្មណ៍តូចចិត្តនិងជាប់គាំងវណ្ណារីបានលែងកឹមបុប្ផាប៉ុន្តែឈរនៅពីមុខគាត់បិទផ្លូវរបស់គាត់ឯងគិតថាឯកសណ្ឋាននោះផ្ដល់សិទ្ធឲ្យឯងគៀបសង្កត់ឬនាងសួរសំឡេងរបស់នាងពោពេញដោយការមើលងាយដែលត្រូវបានទប់ស្កាត់ថ្ងៃនេះឯងឈប់ឬខ្ញុំនឹងធានាថាអ្នករាល់គ្នាដឹងពីទង្វើរបស់ឯងរហូតដល់ថ្នាក់លើរបស់ឯងកឹមបុប្ផាបើកមាត់ប៉ុន្តែគ្មានពាក្យអ្វីចេញមកទេគាត់ដឹងថាការគំរាមកំហែងរបស់វណ្ណារីមិនមែនជាការនិយាយលេងសើចទេក្រសែភ្នែករបស់នារីនោះបានបង្ហាញថានាងមិនមែនជាមនុស្សដែលលេងសើចនោះទេរំពេចនោះអ្នកលក់ត្រីម្នាក់ឈ្មោះលោកដេវីតបានដើរទៅមុខដោយទូរស័ព្ទដៃនៅក្នុងដៃខ្ញុំបានថតទុកហើយលោកកឹមបុប្ផាតើខ្ញុំគួរផ្ញើទៅស្នងការដ្ឋាននគរបាលទេគាត់គំរាមសំឡេងរបស់គាត់ទៅខ្លាំងហ្វូងមនុស្សស្រែកហៅតិចហើយកឹមបុប្ផាកាន់តែភ័យស្លន់ស្លោគាត់ថយក្រោយដៃរបស់គាត់ញ័រមុខរបស់គាត់ពោពេញដោយភាពខ្មាស់អៀននិងការភ័យខ្លាចពួកឯង
ពួកឯងនឹងស្ដាយក្រោយគឺគាត់និយាយប៉ុន្តែសំឡេងរបស់គាត់ខ្សោយមិនជឿជាក់ទៀតទេជាមួយនឹងជំហានទន់ខ្សោយគាត់បានងាកក្រោយដើរចេញពីហ្វូងមនុស្សបន្សល់ទុកប្រទេសរបស់យាយសារីនិងកិត្តិយសរបស់គាត់ដែលបាក់បែកវណ្ណារីលុតជង្គង់នៅក្បែរយាយសារីជួយគាត់ឲ្យក្រោកឈរយាយឥឡូវនេះសុវត្ថិភាពហើយនាងនិយាយខ្សឹបខ្ញុំសប្បាយចិត្តណាស់ដែលបានជួបយាយនៅទីនេះធូលីដីនៅផ្សារធំភ្នំពេញបានចុះថយបន្តិចម្ដងស្របពេលដែលលោកកឹមបុប្ផាបាត់ខ្លួននៅចុងផ្លូវអំដោយក្រសែភ្នែករបស់អាជីវករដែលពោពេញដោយភាពក្លាហានថ្មីហ្វូងមនុស្សចាប់ផ្ដើមរលាយបាត់ប៉ុន្តែបរិយាកាសផ្សារមានអារម្មណ៍ខុសប្លែកពីមុនមានភាពធូរស្រាលដែលហូរហៀរដូចជាខ្យល់អាកាសបរិសុទ្ធបន្ទាប់ពីភ្លៀងធ្លាក់យាយសារីនៅតែឈរនៅក្បែររទេះរបស់គាត់ដៃរបស់គាត់កាន់ដៃរបស់កញ្ញាវណ្ណារីកែវមុនីយ៉ាងណែនហាក់ដូចជាខ្លាចថាភាពក្លាហានដែលគាត់ទើបតែបានឃើញនឹងបាត់បង់ទៅកកូនអរគុណប៉ុន្តែខ្ញុំខ្លាចគាត់ត្រឡប់មកវិញគាត់និយាយតិចភ្នែករបស់គាត់ពោពេញដោយក្តីបារម្ភវណ្ណារីញឹមយ៉ាងកក់ក្ដៅដៃរបស់នាងទះស្មារបស់យាយសារីថ្នមយាយគាត់នឹងមិនហ៊ានទៀតទេមនុស្សបែបនោះខ្លាំងបើពួកយើងស្ងៀមប៉ុន្តែទន់ខ្សោយបើពួកយើងរួបរวมគ្នាគឺនាងឆ្លើយសំឡេងរបស់នាងពោពេញដោយទំនុកចិត្តនាងបានជួយយាយសារីប្រមូលដបទឹកដែលនៅសល់អាជីវករខ្លះទៀតក៏ចូលរួមជួយរៀបចំរទេះដោយយកចិត្តទុកដាក់លោកយាយនេះអ្នកលក់ស្វាយបានដាក់ស្វាយមួយកញ្ចប់ចូលទៅក្នុងរទេះរបស់យាយសារីនេះសម្រាប់ចៅរបស់យាយឲ្យឆាប់ជាសះស្បើយគឺគាត់និយាយភ្នែករបស់គាត់ស្រក់ទឹកភ្នែកដំណឹងអំពីឧបទ្ទហេតុនោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅផ្សារធំភ្នំពេញលោកដេវីតអ្នកលក់ត្រីដែលបានថតវីដេអូការប្រជុំមុខដាក់គ្នាបានបង្ហាញវីដេអូនោះទៅអាជីវករផ្សេងទៀតដែលឥឡូវនេះហ៊ាននិយាយដោយបើកចំហពីថ្លៃសេវាដែលពួកគេបានបង់ឲ្យកឹមបុប្ផាកន្លងមកគ្រប់គ្រាន់ហើយយើងខ្លាចយូរហើយបើគាត់ត្រឡប់មកវិញយើងនឹងរាយការណ៍រួមគ្នាលោកដេវីតស្រែកអបអរសាទរដោយការងក់ក្បាលយ៉ាងក្លាហានពីអ្នកផ្សេងទៀតជាលើកដំបូងអាជីវករមានអារម្មណ៍ថាមានអំណាចលើជោគវាសនារបស់ខ្លួនឯងហើយឈ្មោះវណ្ណារីបានក្លាយជាសម្លេងខ្សឹបខ្សៀវដោយការគោរពក្នុងចំណោមពួកគេទន្ទឹមនឹងនេះនៅប៉ុស្តិ៍នគរបាលដែលនៅជិតបំផុតកឹមបុប្ផាអង្គុយនៅជ្រុងបន្ទប់មុខរបស់គាត់ស្រពាប់ស្រពោនឯកសណ្ឋានរបស់គាត់នៅតែប្រឡាក់ធូលីប៉ុន្តែអ្វីដែលលោកខ្វក់ជាងនេះទៅទៀតគឺកិត្តិយសរបស់គាត់មិត្តរួមការងាររបស់គាត់ដែលបានឮដំណឹងពីអាជីវករចាប់ផ្ដើមសម្លឹងមើលគាត់ដោយមើលងាយគេឯងធ្វើហួសហេតុពេកហើយកឹមបុប្ផាបើវីដេអូនោះទៅដល់ស្នងការដ្ឋានឯងនឹងចប់ហើយមិត្តរួមការងារជាន់ខ្ពស់ម្នាក់និយាយសំឡេងរបស់គាត់ពោពេញដោយការព្រមានកឹមបុប្ផាគ្រាន់តែស្ងៀមស្ងាត់ដឹងថាតំណែងរបស់គាត់ឥឡូវនេះស្ថិតក្នុងភាពប្រថុយប្រថាននៅក្នុងចិត្តរបស់គាត់នៅតែមានការឈឺចាប់ប៉ុន្តែការភ័យខ្លាចចំពោះផលវិបាកគឺធំជាងកំហឹងរបស់គាត់ត្រឡប់មកផ្សារវិញវណ្ណារីអង្គុយជាមួយយាយសារីនៅក្នុងតូបកាហ្វេតូចមួយកុំម៉ងតែត្រជាក់ឲ្យយាយនោះគឺយាយចាប់ពីថ្ងៃស្អែកទៅបើមានអ្នកណាម្នាក់ព្យាយាមរំខានសូមប្រាប់លោកយាយនេះលោកដេវីតពួកគេនឹងជួយវណ្ណារីនិយាយសំឡេងរបស់នាងទន់ភ្លន់ប៉ុន្តែមើងម៉ាត់យាយសារីងក់ក្បាលប៉ុន្តែភ្នែករបស់គាត់នៅតែពោពេញដោយការដឹងគុណកូនអត់ដឹងថាមានមនុស្សល្អដូចកូនទៀតទេព្រះជាម្ចាស់ប្រទានពរដល់កូនគាត់និយាយដៃរបស់គាត់កាន់ដៃវណ្ណារីយ៉ាងណែននៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចទៅទិសខាងលិចផ្សារក៏ត្រឡប់មកអ៊ូអរវិញប៉ុន្តែមានកម្លាំងចិត្តថ្មីនៅក្នុងបរិយាកាសអាជីវករស្វាគមន៍គ្នាទៅវិញទៅមកដោយស្នាមញញឹមកាន់តែរីករាយហើយយាយសារីទោះបីជានៅតែនឿយហត់ក៏ដោយក៏គាត់រុញរទេះរបស់គាត់ដោយជំហានដែលស្រាលជាងមុនបន្តិចវណ្ណារីដែលត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញបានក្រឡេកមើលផ្សារម្ដងទៀតបេះដូងរបស់នាងកក់ក្ដៅនៅពេលឃើញជីវិតបានបន្តទៅមុខទៀតប៉ុន្តែនៅក្នុងខ្លួនរបស់នាងដឹងថាការតស៊ូនេះមិនទាន់ចប់ទាំងស្រុងទេយុទ្ធធម៌ដែលនាងបានតស៊ូនៅថ្ងៃនេះត្រូវតែបន្តការពារព្រឹកព្រលឹមបានស្វាគមន៍ផ្សារធំភ្នំពេញជាមួយនឹងពន្លឺថ្ងៃដ៏ទន់ភ្លន់ដែលចាំងរំលេចនៅចន្លោះដំបូលតូបសំឡេងអ៊ូអររបស់អាជីវករបានបន្លឺឡើងរួចហើយប៉ុន្តែមានភាពកក់ក្ដៅថ្មីដែលគ្រប់ដណ្ដប់ផ្សារនេះយាយសារីជាមួយនឹងរទេះឈើរបស់គាត់ដែលឥឡូវនេះត្រូវបានជួសជុលដោយអាជីវករបានរុញទំនិញរបស់គាត់ដោយជំហានកាន់តែរឹងមាំមុខរបស់គាត់នៅតែជ្រីវជ្រួញប៉ុន្តែមានស្នាមញឹមតិចដែលមិនដែលរលាយបាត់តាំងពីព្រឹត្តិការណ៍នោះដបទឹកបរិសុទ្ធនៅក្នុងរទេះរបស់គាត់ឥឡូវនេះត្រូវបានរៀបចំយ៉ាងស្អាតហើយម្ដុំការអាជីវករផ្សេងទៀតបានស្វាគមន៍ថាយាយតស៊ូណាគាត់រាន់តែញក់ក្បាលបេះដូងរបស់គាត់ពោពេញដោយការដឹងគុណប៉ុន្មានសប្តាហ៍បានកន្លងផុតទៅតាំងពីការប្រជុំមុខដាក់គ្នាដែលបានធ្វើឲ្យផ្សាររង្គោះរង្គើលោកកឹមបុប្ផាលែងត្រូវបានគេឃើញនៅផ្សារធំភ្នំពេញទៀតហើយដំណឹងបានលេចឮថាគាត់ត្រូវបានផ្លាស់ទៅបំពេញភារកិច្ចរដ្ឋបាលនៅប៉ុស្តិ៍នគរបាលដាច់ស្រយាលមួយបន្ទាប់ពីវីដេអូបទហេតុនោះបានទៅដល់ថ្នាក់លើអាជីវករខ្លះថែមទាំងបានឮថាគាត់បានដាក់ពាក្យស្នើសុំចូលនិវត្តន៍មុនអាយុដោយសារតែសម្ពាធពីភាពខ្មាស់អៀននិងការសម្លឹងមើលដ៏មុតស្រួចពីមិត្តរួមការងាររបស់គាត់
សម្រាប់អាជីវករផ្សារធំភ្នំពេញការចាក់ចេញរបស់កឹមបុប្ផាគឺជាជ័យជំនះតូចមួយប៉ុន្តែអ្វីដែលធំជាងនេះទៅទៀតនោះគឺកម្លាំងចិត្តថ្មីដែលបានកើតឡើងក្នុងចំណោមពួកគេឥឡូវនេះហ៊ាននិយាយចេញមកប្រជុំតូចដើម្បីធានាថាលែងមានថ្លៃសេវាដែលជំពាក់ទៀតហើយកញ្ញាវណ្ណារីកែវមុនីតែឥឡូវនេះបានត្រឡប់ទៅបំពេញភារកិច្ចយោធារបស់នាងវិញបានបន្សល់ទុកនៅដានដែលមិនអាចលុបបាននៅក្នុងបេះដូងរបស់អាជីវករមុនពេលចេញដំណើរនាងបានទៅលេងម្ដងទៀតដោយនាំយកអង្ករមួយកញ្ចប់និងថ្នាំពេទ្យសម្រាប់ចៅរបស់យាយសារីយាយបើមានអ្វីកើតឡើងហើយលោកយាយនេះទៅគាត់ដឹងវិធីតាក់ទងខ្ញុំគឺនាងនិយាយបណ្ដាញឹមបណ្ដាយាយសារីអបវណ្ណារីយ៉ាងណែនទឹកភ្នែករបស់គាត់ស្រក់ចុះដោយគ្មានសំឡេងកូនដូចជាកូនបង្កើតរបស់ខ្ញុំអញ្ចឹងកូនឲ្យព្រះជាម្ចាស់ប្រទានពរដល់កូនគាត់ខ្សឹបវណ្ណារីគ្រាន់តែញក់ក្បាលមិនចង់បង្ហាញថាបេះដូងរបស់នាងក៏រំជួលចិត្តដែរថ្ងៃនោះនៅតុកាហ្វេតូចមួយដែលវណ្ណារីធ្លាប់អង្គុយអាជីវករបានប្រមូលផ្ដុំគ្នាដើម្បីអបអរខួបកំណើតលោកយាយនេះសំឡេងសើចនិងលេងសើចបានបន្លឺឡើងហើយនៅកណ្ដាលបរិយាកាសនោះលោកដេវីតបានលើកកែវតែរបស់គាត់ដើម្បីជូនពរយាយសារីដែលបានបង្រៀនយើងកុំឲ្យបោះបង់ចោលហើយសម្រាប់កញ្ញាវណ្ណារីដែលបានរំលឹកយើងថាយុទ្ធធម៌មិនមែនគ្រាន់តែជាសុបិននោះទេសំឡេងអបអរសាទរតូចបានបន្លឺឡើងហើយយាយសារីដែលអង្គុយនៅជ្រុងនោះបានញឹមដោយខ្មាស់អៀនដៃរបស់គាត់កាន់កែវតែយ៉ាងណែនពីចម្ងាយផ្សារនៅតែបន្តដំណើរការជាមួយនឹងសំឡេងអាជីវករសំឡេងរថយន្តតាក់ស៊ីនិងក្លិនកាហ្វេដែលហុយចេញមកប៉ុន្តែនៅពីក្រោយភាពអ៊ូអរនោះមានមេរៀនមួយដែលឥឡូវនេះបានចាក់ឫសនៅក្នុងបេះដូងរបស់មនុស្សគ្រប់រូបនៅផ្សារធំភ្នំពេញនោះគឺថាភាពក្លាហានទោះបីជាតូចប៉ុណ្ណាក៏ដោយក៏អាចផ្លាស់ប្ដូរអំពើអយុត្តិធម៌ទៅជាក្តីសង្ឃឹមបានដែរយាយសារីជាមួយនឹងរទេះដ៏សាមញ្ញរបស់គាត់បានក្លាយជានិមិត្តរូបនៃភាពអត់ធ្មត់វណ្ណារីជាមួយនឹងភាពម៉ឺងម៉ាត់របស់នាងបានក្លាយជាការរំលឹកថាសេចក្តីពិតនឹងតែងតែរកផ្លូវរបស់វាដរាបណាមាននរណាម្នាក់ហ៊ានដើរទៅមុខនៅពេលដែលព្រះអាទិត្យលិចបន្សល់ទុកមេឃពណ៌ទឹកក្រូចនៅលើទីក្រុងភ្នំពេញយាយសារីបានរុញរទេះរបស់គាត់ត្រឡប់ទៅផ្ទះវិញនៅក្នុងបេះដូងរបស់គាត់ដឹងថាជីវិតរបស់គាត់នឹងមិនដូចដើមទៀតទេមិនមែនដោយសារតែគាត់ឥឡូវនេះរួចផុតពីការគំរាមកំហែងនោះទេប៉ុន្តែដោយសារតែគាត់បានឃើញថាពិភពលោកនៅតែមានមនុស្សដូចវណ្ណារីដែលស្ម័គ្រចិត្តឈរដើម្បីអ្នកទុនខ្សោយហើយនៅកន្លែងណាមួយវណ្ណារីដែលឥឡូវនេះឈរនៅក្នុងបន្ទាយយោធារបស់នាងបានសម្លឹងមើលមេឃដូចគ្នាញឹមតិចដឹងថាខ្លួននាងបានដាំគ្រាប់ពូជនៃយុទ្ធធម៌ដែលនឹងបន្តរីកចម្រើនអញ្ចឹងហើយរឿងរ៉ាវនៅក្នុងវីដេអូនេះសង្ឃឹមថាមានមេរៀនដែលអាចទាញយកបានពីក្នុងនោះហើយប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច Subscribe ដើម្បីកុំឲ្យបងប្អូនខកខានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀតអរគុណ